ជ្រុលទៅបុករះម៉ូតូកង់3ពីក្រោយហើយម៉ូតូកង់3បានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាក់ព្រុសដែលចតស្ងៀមបណ្ដាលឲ្យមនុស្សប្រុសស្រី3នាក់រងរបួសធ្ងន់ធ្ងរលោកបានអំពីព័ត៌មាននេះលោកប៊ុនធីរីកាជូនជនរងគ្រោះប្រុសស្រី3នាក់បានរងរបួសធ្ងន់ធ្ងររួមទាំងម៉ូតូកង់3និងរថយន្តមួយគ្រឿងទៀតបានរងការខូចខាតយ៉ាងដំណំដោយសារតែរថយន្តបង្កម៉ាក Vigo បើកក្នុងល្បឿនយ៉ាងលឿនទៅបុកនឹងម៉ូតូកង់3ហើយម៉ូតូកង់3ក៏ជ្រុលទៅបុកនឹងរថយន្តព្រុសដែលកំពុងចតស្ងៀមនៅលើចិញ្ចើមផ្លូវនៅខាងមុខផ្ទះចំណែករថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកាត់ឡើងនៅវេលាម៉ោង3:15នាទីរសៀលថ្ងៃទី22ខែសីហាឆ្នាំ2014ស្ថិតនៅលើមហាវិថីព្រះមុនីវង្សមុខហាងការ៉េមក្នុងសង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមនរាជធានីភ្នំពេញសាក់សីដែលឃើញហេតុការណ៍នៅកន្លែងកើតហេតុបាននិយាយថាមុនពេលកើតហេតុគេបានឃើញរថយន្តបង្កម៉ាក Vigo ពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ 2T 2228បានបើកធ្វើដំណើរយ៉ាងលឿនស្លេវក្នុងទិសដៅពីជើងទៅត្បូងស្របទិសគ្នានឹងម៉ូតូកង់3គណៈមកដល់មុខហាងការ៉េមក៏ជ្រុលបុកម៉ូតូកង់3ពីក្រោយពេញទំហឹងបណ្ដាលឲ្យម៉ូតូកង់3ស្ទុះទៅបុកផ្ទប់នឹងរថយន្តព្រុសដែលម្ចាស់ចតស្ងៀមនៅលើចិញ្ចើមថ្នល់មុខផ្ទះបណ្ដាលឲ្យរថយន្តខ្ទេចមួយចំហៀងចំណែករមាក់កង់3បានរងការខូចខាតដោយឡែកអ្នកជិះនៅលើរមាក់ម៉ូតូកង់3ចំនួន3នាក់បានរងរបួសធ្ងន់ធ្ងររីឯអ្នកបើកម៉ូតូកង់3បានរងរបួសស្រាលបន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍នេះរួចមករថយន្តបង្កបានបន្ថែមល្បឿនទៅមុខទៀតបើករត់គេចខ្លួនបាត់ហើយជនរងគ្រោះទាំង3នាក់ត្រូវបានរថយន្តសាមួយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យចំណែកអ្នកបើករមាក់កង់3មានឈ្មោះជារិទ្ធីអាយុ28ឆ្នាំស្នាក់នៅផ្ទះជួលភូមិព្រែកតាគង់សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យហើយអ្នកជិះរមាក់កង់3ទាំង3នាក់ក្នុងនោះមានស្រី2នាក់ប្រុសម្នាក់មិនត្រូវស្គាល់អត្តសញ្ញាណនោះទេដោយហេតុថាភ្លាមនោះជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យក្រោយពេលកើតហេតុនគរបាលចរាចរណ៍ខណ្ឌចំការមនបានចុះទៅពិនិត្យវាស់វែងនិងយករថយន្តរងគ្រោះព្រមទាំងរមាក់កង់3ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមននិងបានឲ្យអ្នកបើករមាក់កង់3ដាក់ពាក្យបណ្ដឹងសម្រាប់សមត្ថកិច្ចងាយស្រួលស្រាវជ្រាវរកជនបង្កតាមអត្តសញ្ញាណដែលប្រជាពលរដ្ឋបានចាំផ្លាកលេខនិងភិនភាគដើម្បីឲ្យម្ចាស់រថយន្តបង្កចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ខ្ញុំប៊ុនធីធ្វើទឹកដីរាយការណ៍ពីរាជធានីភ្នំពេញ